Nétផលិតមាតិកាដែលនិយាយប៉ះពាល់ជាមួយនឹងផ្ទះលេខ2ច្រើនគួរតែមើលវីដេអូមួយនេះសូមកុំអូសរំលងព្រោះអីមានបងប្អូនយើងជាច្រើនមកដែលធ្វើវីដេអូនិយាយប៉ះពាល់ទៅដល់ផ្ទះលេខ2ហើយប្រជាជននៃផ្ទះលេខ2ហ្នឹងអត់សប្បាយចិត្តក៏មកធ្វើការ comment spam ឬក៏ធ្វើការ report page របស់អ្នកទាំងនេះឲ្យធ្វើការខូចយកតែម្ដងទោះបីជា page របស់អ្នកទាំងនេះមាន follower ច្រើនមិនក៏ដោយក៏ខូចដាច់ខ្ទេចមកអញ្ចឹងដើម្បីកុំឲ្យរឿងទាំងអស់ហ្នឹងជួបទៅលើអ្នកទាំងគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់ពីកន្លឹះមួយចំនួនដើម្បីធ្វើការបិទបាំងប្រទេសមួយនឹងចោលកុំឲ្យ page របស់អ្នកនេះឃើញទៅកាន់ប្រទេសតែលេខ2ហ្នឹងតែមុននឹងចូលទៅដល់វីដេអូរបស់យើងខ្ញុំសង្ឃឹមតែអ្នកនេះកុំភ្លេចជួយចុច like follow page របស់ខ្ញុំម្នាក់មួយផងឬក៏ TikTok account ក៏បានដែរតោះឥឡូវយើងចូលទៅមើលពីរបៀបក្នុងការធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាជំហានដំបូងបងប្អូនត្រូវបើកកម្មវិធី Facebook បន្ទាប់មកចុចលើ profile ហើយចុចនៅលើ professional dashboard ចុច get start មកជំហានបន្ទាប់មកទៀតស្វែងរកមើលពាក្យថា setting ចុចនៅលើ setting ហ្នឹងមកពេលចូលមកកាន់ផ្ទាំងហ្នឹងបងប្អូននឹងឃើញគេដាក់ថា follower and public content អញ្ចឹងចុចនៅលើហ្នឹងមកបន្ទាប់ពីចូលមកកាន់ផ្ទាំងហ្នឹងហើយបងប្អូនត្រូវអូសចុះមកក្រោមដើម្បីស្វែងរកមើលពាក្យថា country restriction អញ្ចឹងចុចនៅលើ view នេះហើយបន្ទាប់មកបងប្អូនចុចនៅលើ country អញ្ចឹងកន្លែង search នេះយើង search ដាក់ប្រទេសផ្ទះលេខ2ហ្នឹងទៅអញ្ចឹងគ្រាន់តែវាយប៉ុណ្្នឹងមកវា load មកហើយអញ្ចឹងចុច select យកទៅអូខេរបៀបធ្វើរបស់យើងបានហើយមួយជំហានហើយអញ្ចឹងត្រឡប់ក្រោយយើងមកមើលនៅខាងលើនេះអញ្ចឹងបើសិនជាខុសពីហ្នឹងបងប្អូនត្រូវជ្រើសរើសយកអាលេខ2ហ្នឹងបងប្អូនត្រូវជ្រើសរើសយកចុចយកលេខ2ហ្នឹងមកត្រឡប់ក្រោយមកវិញអញ្ចឹងការធ្វើបិទតាក់ទងទៅនឹងប្រទេសកុំឲ្យឃើញរបស់យើងគឺត្រូវបានរួចរាល់ហើយជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ